bà xôm group cho miệng xuống bong phong côn muối bác lấy dương cho đò cà lái ní cứ chỉ lẹ cái nặng đi xe muối nơi pi là bong phong côn muối khai chỉ nè cục rong kế trời dul đang tham miên vị thi sát pram sầm ráp vô tới chùm run ao sầm mạch chất khang krao thưa ca nghĩaประกอบ ដោយ ប្រសិទ្ធភាព ចឹងលក្ខណៈនៃការផ្លាស់ប្ដូររបៀបគ្រប់គ្រងមានគុណភាពមាន 5 ចំណុចសំខាន់វិធីសាស្ត្រគ្រប់គ្រងដោយមានការចូលរួម 1 2 វិធីសាស្ត្រជាក្រុម 3 វិធីសាស្ត្រប្រឡងប្រណាំងគ្នា 4 វិធីសាស្ត្រដែលតម្រង់ឆ្ពោះទៅរកគោលដៅ 5 វិធីសាស្ត្រដោយផ្ដល់នូវសិទ្ធិអំណាច ចឹង យើងទៅជាអ្នកគ្រប់គ្រងគេយើងប្រើវិធីសាស្ត្រណាមួយក៏បានសម្រាប់ជំរុញក្រុមការងាររបស់យើងហ្នឹងឲ្យធ្វើកិច្ចការងារប្រកបដោយប្រសិទ្ធភាពទើបបានទៅដល់គោលដៅប្រកបដោយជោគជ័យអញ្ចឹងវិធីសាស្ត្រ5ហ្នឹងប្រើចម្រុះក៏បានប្រើមួយណាក៏បានណាអញ្ចឹងថ្ងៃនេះយើងគិតថាលក្ខណៈ របៀបនៃការផ្លាស់ប្ដូរគ្រប់គ្រងគឺមានន័យថាគឺជា reflexive បានន័យថាការធ្វើការបត់បែនឲ្យទាន់សភាពការនៃការប្រើប្រាស់មនុស្សឲ្យទទួលបាននូវផលប្រយោជន៍យើងដឹងហើយថាមនុស្សរបស់យើងដែលយើងជ្រើសរើសមកប្រកាសជាយើងមានការសម្រិតសម្រាំងប្រកបដោយសមត្ថភាពជំនាញទេពកោសល្យអត្តចរិតនិងអកប្បកិរិយានៃការសម្រុះសម្រួលចូលគ្នានឹង គឺយើងដឹងថាវាអាចមានសារៈសំខាន់នេះអញ្ចឹងនៅក្នុងសៀវភៅនេះគឺនៅក្នុងទំព័រ 137 ដែលយើងកំពុងនិយាយនៅក្នុងសៀវភៅនេះអញ្ចឹងវិធីសាស្ត្រទី 1 វិធីសាស្ត្រគ្រប់គ្រងដោយមានការចូលរួមវិធីសាស្ត្រគ្រប់គ្រងដោយមានការចូលរួមនេះបើនៅស្រុកគេគេហៅថាវិធីសាស្ត្រ brainstorming នេះបានន័យថាវិធីសាស្ត្រក្នុងការបញ្ចេញគំនិត មានរឿងរ៉ាវមួយកើតឡើងគឺយករឿងរ៉ាវហ្នឹងមកដាក់ឲ្យបញ្ហាហើយមនុស្សម្នាក់លើកជាសំណួរបញ្ចេញជាចម្លើយហើយសរុបមើលសំណួរនិងចម្លើយលទ្ធផលនៃចម្លើយណាដែលល្អជាងគេយកចម្លើយហ្នឹងคล้ายទៅជាចម្លើយជាយុទ្ធសាស្ត្រហើយនាំគ្នាដោះស្រាយណាអញ្ចឹងបានន័យថាវិធីសាស្ត្រដែលមានការចូលរួមហ្នឹងគឺមានន័យគំនិតបានចេញពីស្រទាប់ក្រោមបានន័យថាគំនិតបានចេញពីការចូលរួមពីស្រទាប់ក្រោម បុគ្គលិកមានភាពម្ចាស់ការបុគ្គលិកនាំយកជំនាញដែលជាឯកទេសរបស់ខ្លួននិងភាពជោគជ័យរបស់ខ្លួនយកមកដាក់ព័ត៌មានបានពីគ្រប់ទីកន្លែងទាំងអស់បុគ្គលិកចូលរួមត្រួតពិនិត្យលើសកម្មភាពផ្ទាល់ខ្លួនដែលខ្លួនធ្វើនិងធ្វើឲ្យជំនាញរបស់បុគ្គលិកកើតឡើងអញ្ចឹងការចូលរួមមានន័យថាគឺជាការយកមកដាក់បញ្ហាហ្នឹងគេហៅថារួម 5 យ៉ាងនោះណារួមគិត រួមធ្វើរួមតាមដានរួមទទួលខុសត្រូវរួមដោះស្រាយអញ្ចឹងបានន័យថារួមទាំងអស់រួម 5 យ៉ាងហ្នឹងកាលណាយើងគំនិតថ្នាក់ក្រោមយើងមនុស្សទាំងអស់យើងអត់ចេះអត់ទេ គេហៅថា Alexander the Great ដែលជាស្ដេចនៅសម័យចក្រភពរ៉ូម៉ាំងគាត់រៀនពី Aristotle បានបង្រៀនគាត់ថាព្រះអង្គជោគជ័យស្ដាប់ឲ្យច្រើននិយាយតិច ផ្ដល់នៅគំនិតថ្នាក់ក្រោមមន្ត្រីរបស់ព្រះអង្គនឹងឲ្យបញ្ចេញគំនិតមកឲ្យបញ្ចេញគំនិតមកហើយព្រះអង្គទាញយកគំនិតណាដែលសមស្របនឹងគំនិតរបស់ព្រះអង្គបង្វិលគំនិតនឹងឲ្យទៅជាភាសាคล้ายទៅជាអនុសាសន៍ក្នុងការដាក់ឲ្យថ្នាក់ក្រោមធ្វើការអនុវត្តដោយផ្ទាល់អញ្ចឹង Alexander the Great គាត់ជោគជ័យដោយសារអីរឿងរ៉ាវខ្លះ វាបរាជ័យវាកើតឡើងពីចំណុចណាមួយខ្ញុំកាលពីខ្ញុំរៀននៅឆ្នាំ 91 ខ្ញុំបានទៅចូលរួមនៅសង្ហបុរីមានក្រុមហ៊ុនលក់ក្រែមលាបមាត់មួយលក់ទៅទទួលការបរាជ័យមកដល់បរាជ័យគេនាំគ្នាបើកសន្និសីទសិក្ខាសាលាធំមួយនៅសង្ហបុរីគឺជាក្រុមហ៊ុនរបស់ប្រទេសថៃឯងកាលនោះណា ហើយខ្ញុំក៏មិនចង់រំលឹកថាឈ្មោះថៃទេប៉ុន្តែគាត់ថាថាយើងឧទាហរណ៍ឲ្យស្ដាប់អញ្ចឹងក្រុមហ៊ុនហ្នឹងជាក្រុមហ៊ុនរបស់បារាំងហើយលក់ផលិតផលហ្នឹងនៅប្រទេសថៃមានជួបនឹងបញ្ហាការធ្លាក់ចុះនៅការលក់ផលិតផលហ្នឹងជាពិសេសក្រែមលាបមាត់អញ្
ចឹងទៅដល់ប្រជុំសិង្ហបុរីពួកខ្ញុំដែលសិក្ខាសាលានៅពេលនោះគេឲ្យចូលទៅស្ដាប់ការធ្វើសិក្ខាសាលានោះមិនក្រុមនីមួយមានក្រុមទីផ្សារមានក្រុមផលិតកម្មមានក្រុមហិរញ្ញវត្ថុមានក្រុមបុគ្គលិកណាក្រុមបុគ្គលិកអ្នកទាំងអស់គ្នាថាមកពីក្រុមបុគ្គលិកឬអ្នកបុគ្គលិកមិនមានជំនាញយកមកធ្វើការបុគ្គលិកជំនាញខាងបុគ្គលិកចោទទៅលើហិរញ្ញវត្ថុថាការកំណត់ថ្លៃដើមមិនត្រឹមត្រូវខាងហិរញ្ញវត្ថុចោទមកថ្លៃខាងទីផ្សារនឹងការឃោសនាក៏មានប្រសិទ្ធភាពពេលនោះគឺថាវឹកវរក្នុងរយៈពេល3ថ្ងៃនោះក្នុងការរកគំនិតតាមមកពីហេតុអីបានជាផលិតផលនៃការធ្វើក្រែមលាបមាត់ធ្លាក់អញ្ចឹងពេលនោះដល់រសៀលពួកខ្ញុំទៅនឹងដល់រសៀលគេបោកសរុបនៃការធ្វើសន្និសិទសិក្ខាសាលាបែបសន្និសិទហ្នឹងរយៈគេ3ថ្ងៃត្រូវបោកសរុបពេលនោះមានស្ត្រីម្នាក់ថាខ្ញុំសូមផ្ដល់យោបល់មួយខ្ញុំថាអ្នកទាំងអស់សិតជាអ្នកចេះដឹងជាន់ខ្ពស់ទាំងអស់ហើយក៏បានអញ្ជើញខ្ញុំជាអ្នកអតិថិជនក្នុងការប្រើប្រាស់ចូលរួមអញ្ចឹងខ្ញុំសូមយោបល់មួយរាល់គំនិតរបស់លោកធ្វើទាំងអស់នេះចម្លើយទាំងអស់នេះមិនត្រឹមត្រូវទេខ្ញុំជាអ្នកប្រើប្រាស់คล้ายទៅជាខ្ញុំជាអ្នកប្រឆាំងនៃផលិតផលនេះដោយសារក្រែមលាបមាត់របស់អ្នកឯងហ្នឹងប្រើអាពណ៌លាបហ្នឹងប្រឡាក់អាវគឺខូចអាវគេជាពិសេសខ្ញុំតែម្ដងនៅពេលដែលខ្ញុំគាត់ជាមេការស្រីបាគាត់ថាខ្ញុំជាអ្នកយកផលិតផលនេះលក់ឲ្យស្រីបាចុងក្រោយបញ្ហានេះកើតឡើងនៅពេលដែលសង្សាររបស់ខ្ញុំនឹងប្រពន្ធគាត់រករឿងនៅពេលក្រែមជាប់មាត់ខ្ញុំប្រឡាក់អាវរបស់គាត់លុបអត់ចេញធ្វើឲ្យខ្ញុំមានរឿងរ៉ាវតាំងពីនឹងមកខ្ញុំប្រាប់កូនចៅរបស់ខ្ញុំលែងឲ្យប្រើផលិតផលរបស់អ្នកឯងអញ្ចឹងមកគេដឹងថាបញ្ហាដែលមានការចូលរួមហ្នឹងវិធីសាស្ត្រមានការចូលរួមហ្នឹងបានយើងដឹងថាចំណុចខ្វះខាតគឺដោយសារក្រែមពណ៌ក្រែមមុតពេកអញ្ចឹងបានក្រែមលើនេះកាលណាប្រឡាក់អាវយើងគ្រាន់តែយកអីលាបបន្តិចជាពិសេសគឺក្រូចឆ្មាដុសបន្តិចទៅវាអស់ណាមិនខុសអីអំពីអាមេរិកធ្វើសង្គ្រាមនៅឥណ្ឌូចិនទេអាមេរិកធ្វើសង្គ្រាមនៅឥណ្ឌូចិនហេតុម៉េចបានអាមេរិកចាញ់វៀតណាមគឺដោយសារថ្នាក់លើមិនស្ដាប់កងទ័ពប្រតិបត្តិការសឹកជួមហើយនាំនេះទៅទម្លាក់គ្រាប់បែកប្រើទម្លាក់គ្រាប់បែក BHP នឹងទម្លាក់ខ្ទេចភ្នំអស់កន្លែងណាឲ្យតែមានព្រៃនាំគ្នាធ្វើការសន្និដ្ឋានធ្វើមូលវិចារថាពួកយកងនៅកន្លែងទៅទម្លាក់មេតបប្រដាក់សឹកថាអត់ទេកងទ័ពវៀតណាមនឹងគឺថាលាក់នៅតាមព្រៃល្បាតព្រៃល្បោះជីកដីទេអត់ជឿទេចុងក្រោយចាញ់សង្គ្រាមដោយសារអីដោយសារអត់មានការចូលរួមពីថ្នាក់ក្រោមពីព្រោះគំនិតល្អបានពីថ្នាក់ក្រោមគំនិតល្អបានពីអ្នកប្រើប្រាស់គំនិតល្អបានពីអ្នកចូលរួមនៃសកម្មភាពគេដឹងមានតែអ្នកធ្វើទេទើបដឹងអ្នកនិយាយអត់ដឹងទេចឹងកិច្ចការងារជោគជ័យឬមិនជោគជ័យយើងប្រើវិធីសាស្ត្រណាហើយវិធីសាស្ត្រហ្នឹងគេប្រើនៅពេលណារៀងរាល់ព្រឹកគេប្រជុំសុំយោបល់ពេលរៀងរាល់អាទិត្យគេប្រជុំដើម្បីដាក់ផែនការហើយលើកផែនការបន្តទៅអាទិត្យក្រោយឃើញទេចឹងវាធ្វើសកម្មភាពប្រចាំថ្ងៃផងប្រចាំសប្តាហ៍ផងប្រចាំខែផងគំនិតថ្មីបានចេញពីវិធីសាស្ត្រនៃការចូលរួមចឹងបងប្អូនទាំងអស់ខណៈបើកហាងបើកក្រុមហ៊ុនបងប្អូនត្រូវយល់ថាថ្នាក់ក្រោមរបស់យើងគាត់នៅឆ្ងាយចេញពីយើងមានព័ត៌មានពីយើងល្អយើងទទួលយកព័ត៌មានគេមកច្នៃប្រឌិតមកការកំណត់អ្វីដែលយើងអាចទៅធ្វើបានយើងត្រៀមនឹងធ្វើតាមលក្ខខណ្ឌហ្នឹងអញ្ចឹងអ្នកគ្រប់គ្រងត្រូវដឹងថាការចូលរួមនេះមានសារៈសំខាន់ណាស់ដែលគំនិតទាំងអស់ហ្នឹងបានចេញពីកម្រិតថ្នាក់ក្រោមជួយ share មួយផងបាទជួយ share មួយផងហើយខ្ញុំមានសភៅនេះលក់ណាបានមេពី36និង26អាចតម្លាក់លេខទូរស័ព្ទឬក៏ចូលទៅ Telegram ធ្វើដឹកជញ្ជូនទៅខ្ញុំពងនិយាយនៅក្នុងសភៅគោលការណ៍គេហៅកម្ពីអ្នកគ្រប់គ្រងដឹកនាំនេះឯងខ្ញុំពងនិយាយនៅក្នុងកម្ពីហ្នឹងណាអញ្ចឹងវាមានវិធីសាស្ត្រមួយណាដែលយើងយកមកប្រើឃើញទេវិធីសាស្ត្រអាការចូលរួមនេះយើងបុគ្គលិកជាអ្នកដឹងរឿងរ៉ាវជាងគេបុគ្គលិកជាអ្នកត្រួតពិនិត្យឲ្យលើកទីហោថានៅលើកងទ័ពនៅសមរភូមិជួបមុខអ្នកណាជាផ្ដាល់ថាខ្មាំងខ្លាំងអីនៅកន្លែងលេនដ្ឋានហ្នឹងខ្មាំងខ្លាំងអីសភាវុធខ្មាំងប្រើអីព័ត៌មានទាំងអស់ហ្នឹងយើងអាចធ្វើនឹងភាពជោគជ័យណាយើងក្រុមហ៊ុនដូចគ្នាយើងនឹងថាអតិថិជនចង់បានអីក
គំនិតអតិថិជនបានចង់បានអីហើយយើងគួរផលិតអីឲ្យត្រូវនឹងចរិតរបស់អតិថិជននៃគំនិតរបស់អតិថិជនអញ្ចឹងវិធីសាស្ត្រនៃការចូលរួមនេះមានសារៈសំខាន់ទី2វិធីសាស្ត្រជាក្រុមវិធីសាស្ត្រជាក្រុមបាននេះសមាជិកនៃស្ថាប័នត្រូវធ្វើកិច្ចការងារជាក្រុមធ្វើការងាររួមគ្នាក្រុមគ្នាគ្រប់គ្រងគ្នាទៅវិញទៅមកឆ្ពោះទៅរកគោលដៅរបស់ស្ថាប័នសមាជិកណារួមគេហៅថាមានការរួម5យ៉ាងរួមជាក្រុមបានន័យថារួមគិតរួមធ្វើរួមតាមដានរួមដោះស្រាយនិងរួមទទួលខុសត្រូវអញ្ចឹងកាលណាយើងធ្វើការងារជាក្រុមនាំឲ្យយើងបានរួម5យ៉ាងមិញហ្នឹងរួមគិតថាយើងធ្វើអីគិតឃើញហើយយកមកធ្វើឲ្យមកតាមដានជួបបញ្ហាយកមកដោះស្រាយជួបនឹងបញ្ហាឲ្យមានការទទួលខុសត្រូវអញ្ចឹងរួមគិតរួមធ្វើរួមតាមដានរួមទទួលខុសត្រូវរួមដោះស្រាយនេះគឺជាមធ្យោបាយក្នុងការដោះស្រាយការងារជាក្រុមកាលណាជាក្រុមវានាំឲ្យមានផ្នែកវាមានកាលណាគេនិយាយពីក្រុមវាមានពួកបើនៅក្នុងកងទ័ពមួយពួកមាន3នាក់មួយក្រុមមាន12នាក់អញ្ចឹងក្នុងមួយក្រុមវាមាន4ពួកក្នុងមួយពួកវាមាន3នាក់ក្នុង3នាក់ប្រើជំនាញខុសគ្នាបើទាហានណាភ្លើងយន្តមួយដើមភ្លើងប្រឆាំងស្មៅជើងមួយដើមហើយនឹងក៏ភ្លើងស្វ័យប្រវត្តិមួយដើមអញ្ចឹងការប្រយុទ្ធការជោគជ័យកាលណាគេរៀបកងទ័ពប្រយុទ្ធមានកំភ្លើងប៉ុណ្ណឹងមានន័យថាការប្រយុទ្ធនឹងប្រសិទ្ធភាពខ្ពស់ណាស់ដោយគេអាចធ្វើកិច្ចការងារជាក្រុមបង្វិលខ្លួនវាយជួយគ្នាបានណាបានន័យបតៈកាលាជួយគ្នាបានអញ្ចឹងគឺអង្គភាពធ្វើការងារដូចគ្នាដែរមានន័យថាធ្វើកិច្ចការងារដូចគ្នាអញ្ចឹងបានន័យថាក្រុមនីមួយខ្ញុំនិយាយអំពីលោកខ្ញុំនិយាយអំពីវិធីមួយដែលហៅថាវិធីធ្វើមជ្ឈុលរបស់លោកអាដាមសិនណារបស់លោកសំទោសលោកអាប់រ៉ាហាំណាគាត់ថាបើមនុស្សម្នាក់ធ្វើមជ្ឈុលមួយតែឯងក្នុងមួយថ្ងៃធ្វើបានតែ25មជ្ឈុលតែបើយកមនុស្សមកបែងទៅជាផ្នែកនៃក្រុមសម្រួចលួសទើឲ្យលួសត្រង់ទៅកាត់គិតពីកាត់ទៅអ្នកវាយគូតគិតវាយទូកអ្នកសលៀងគិតសលៀងទៅបើចែកចេញជា5ក្រុមក្នុង5ពួកនៃក្រុមហ្នឹង5ផ្នែកនៃក្រុមហ្នឹងក្នុងមួយថ្ងៃធ្វើបាន27000មជ្ឈុលនេះតាមលក្ខណៈនៃការពិសោធន៍ដែលកើតចេញពីការបែងចែកទៅតាមផ្នែកនៃក្រុមអញ្ចឹងក្រុមណាធ្វើអីក្រុមណាធ្វើអីក្រុមណាធ្វើអីក្រុមណាចាប់ដើមមុនក្រុមណាចាប់ដើមក្រោយគឺគេបដាក់គ្នាអញ្ចឹងទៅវាคล้ายទៅជាចំណុចដែលក្នុងភាពជោគជ័យបាទអញ្ចឹងដំណើរនៃការធ្វើឲ្យប្រសិទ្ធភាពនៃការងារត្រូវប្រើវិធីសាស្ត្រជាក្រុមឬប្រើវិធីសាស្ត្រម៉េចវិធីសាស្ត្រពង្រួមមុខសញ្ញានៃការប្រយុទ្ធមួយដែលជោគជ័យណាក្នុងការងារដូចគ្នាដែរកាលណាយើងទៅណាជាក្រុមជាពួកយើងអាចជួយគ្នាបានអញ្ចឹងបានខ្មែរយើងថាដើរឲ្យមាន3សម្ដីឲ្យមាន4នោះគេថាដើរកាយវិចារចិត្តណាចឹងបានន័យថាអ្វីទាំងក្នុងគ្រប់លក្ខខណ្ឌរបស់យើងត្រូវដឹងថាវិធីសាស្ត្រជាក្រុមគឺជាវិធីសាស្ត្រដែលជួយឲ្យយើងប្រមូលផ្ដុំកម្លាំងរួមប្រើសមត្ថភាពជំនាញនិងបច្ចេកទេសចំមុខសញ្ញានៃស្ថាប័នចង់បានចំណុចទី3វិធីសាស្ត្រប្រឡងបណ្ណាំងយើងដឹងថាវិធីសាស្ត្រប្រឡងបណ្ណាំងមនុស្សចង់ឈ្នះចង់ចាញ់មនុស្សចង់បានលទ្ធផលណាបានន័យថាមនុស្សចង់បានព្រៀបឬឈ្មោះទៅលើអ្នកដទៃអញ្ចឹងបានន័យថាការប្រឡងបណ្ណាំងពេលខ្លះគេកំណត់ការប្រឡងបណ្ណាំងក្រុមនីមួយគេចាប់ដើមកំណត់ឲ្យដាក់ផលប្រយោជន៍ពីមុខយកផលប្រយោជន៍ជាគោលហើយឲ្យមនុស្សឆ្ពោះទៅកាន់កិច្ចការងារហ្នឹងអ្នកណាដែលបានជោគជ័យមុនគេបានរង្វាន់អ្នកណាដែលទទួលបានជោគជ័យមុនគេគឺគេហៅថារូបមន្តនេះបើនៅក្នុងកិច្ចការងារប្រយុទ្ធគេហៅរូបមន្តវីរជនបាននេះរូបមន្តនេះអ្នកណាដែលជោគជ័យគេប្រមូលផ្ដុំទៅរកផ្នែកហ្នឹងជាក្រុមហ្នឹងឲ្យមនុស្សដែលជោគជ័យអញ្ចឹងការងារលទ្ធផលទាំងអស់វាអាចនឹងកើនឡើងតាមរបៀបណាការកំណត់គោលដៅច្បាស់ហើយដាក់មនុស្សឲ្យរត់បណ្ណាំងចេញមិនអញ្ចឹងមនុស្សទាំងអស់នឹងចាប់ផ្ដើមប្រើប្រាស់សក្តានុពលនៃសមត្ថភាពចាប់ផ្ដើមប្រើប្រាស់នៃបញ្ញាឆ្លៀសវៃចាប់ផ្ដើមនៃការសិក្សាថានឹងចាប់ផ្ដើម
vai lúc từ để việc mình chẳng nè nó nâng rõ khơi vít thi xa nè vít thi xa hay bạn ấy tha bạn năng bật trên thôi mà nó không đi mùi vừa cứ tha đầm bay chuột chạy bán chế bạc cài dứt xa dứt được vị thí nâng cả anh vótประกอบដោយប្រសិទ្ធភាពចឹងអាការងារធ្វើការងារនឹងប៉ុន្តែផលប៉ះពាល់ទៅវិញគឺថាពេលខ្លះបើសិនមិនមានការផ្ដល់ឲ្យយុត្តិធម៌ត្រឹមត្រូវដល់អ្នកឈ្នះចាញ់វាមានការអន់ចិត្តអំពីក្រុមដែលចាញ់ផងដែរប៉ុន្តែបើមិនធ្វើអញ្ចឹងទេវាដើរអត់ទៅដល់គោលដៅណែវាអត់មានការផ្លាស់ប្ដូរតាក់ទិកហ្នឹងវាដើរអត់ទៅដល់គោលដៅដោយសារអីដោយសារមនុស្សទាំងអស់ប្រចាំគ្នាវារកឃើញណែរកឃើញអ្នកដែលមានដឹកនាំនៃផ្នែកទាំងអស់នោះរកអត់ឃើញនៃចំណុចដែលល្អសម្រាប់ប្រសើរឲ្យគាត់ដើរបានទេអញ្ចឹងវិធីសាស្ត្រនេះប្រើវិធីសាស្ត្រនឹងក៏បានណែក្រុមណាក៏ដោយបើថានៅទីនេះក្រុមណាក៏ដោយដាក់ថាបើឯងបាញ់ឆេញរត់ក្រុមមួយគ្រឿងអញឲ្យ$10000ក្រុមណាដែលវាយបែកកន្លែងហ្នឹងអញឲ្យលុយឯងអញឲ្យឡើងឋានៈឯងចឹងមនុស្សពេលខ្លះហ៊ានពលិកម្មពលិជីវិតលះបង់អ្វីគ្រប់យ៉ាងដើម្បីតែចង់ឈ្នះចង់ចាញ់នឹងឯងអាចដើរទៅដល់ចំណុចដែលមានការប្រកួតប្រជែងហ្នឹងចឹងធ្វើឲ្យមនុស្សក្រុមនីមួយៗលែងប្រចាំគ្នាប្រឹងយកប្រយោជន៍ប្រឹងយកគោលដៅប្រឹងធ្វើឲ្យបានសម្រេចណាហ្នឹងគឺជាចំណុចធ្វើការងារដែលដាក់លក្ខខណ្ឌទៅក្នុងកិច្ចការងារប្រកួតប្រជែងយកឈ្នះចាញ់វិធីសាស្ត្រទី4វិធីសាស្ត្រដែលតម្រង់ទិសដៅឲ្យដល់គោលដៅចឹងបានន័យថាបុគ្គលិកត្រូវមានគោលដៅច្បាស់លាស់ណាត្រូវមានបេសកកម្មរបស់ស្ថាប័នច្បាស់លាស់បុគ្គលិកត្រូវស្គាល់តួនាទីនឹងការទទួលខុសត្រូវបុគ្គលិកត្រូវមានគោលដៅយូរអង្វែងនិងមានផែនការដើម្បីសម្រេចគោលដៅបង្កើតប្រព័ន្ធត្រួតពិនិត្យឲ្យដឹងថាគេបានសម្រេចគោលដៅដែរឬអត់ចឹងការសម្រេចបានន័យថាវិធីសាស្ត្រឈ្មោះទៅរកកាន់គោលដៅកំណត់ចំណុចឲ្យទៅដល់ឥឡូវឧទាហរណ៍ថាយើងចង់ធ្វើកិច្ចការងារអីមួយឧទាហរណ៍ខ្ញុំនិយាយអំពីវិធីសាស្ត្រដែលស្រីឡង់សេពីដើមកាលណាចូលឡង់សេការក្នុងទសវត្សរ៍90គេឲ្យប្រាក់ខែក្នុងមួយខែ250អញ្ចឹងពេលដែលដាក់មនុស្សចូលទៅដំបងធ្វើកិច្ចការងារគេឃើញថាមានការរស់រវើកតែមួយខែទៅ3ខែទេឃើញការលូតលាស់ចាប់ពី4ខែទៅមនុស្សនឹងធ្វើអត់អាចបំពេញក្នុងក្របខ័ណ្ឌដែលយើងទៅធ្វើបានទេអញ្ចឹងបានន័យថាអ្វីដែលយើងសំខាន់បំផុតយើងទៅគិតមិនពេលនោះគេចាប់ដើមដកគោលដៅថាឥឡូវបើសិនជាអ្នកឯងដើម្បីស៊ីប្រាក់ខែ3ខែបានដើម្បីស៊ីប្រាក់ខែសំទោសស៊ីប្រាក់ខែ300បានតើតែអ្នកឯងមានការលក់ឲ្យបាន30កេសអញ្ចឹងពេលហ្នឹងគាត់លក់បាន30កេសក្នុងរយៈពេល1អាទិត្យ2អាទិត្យហ្នឹងស្រាប់ការលក់របស់គាត់ធ្លាក់តទៅទៀតណាការធ្លាក់តទៀតដល់ពេលធ្លាក់តទៀតគេប្រាប់ទៀតថាលក់បាន30កេសហើយបើអ្នកឯងលក់បានក្នុងមួយកេសបន្ទាប់ពី30កេសឲ្យមួយកេស$5ណាចឹងវិធីក្នុងការដេញការដាក់ទៅរកគោលដៅនឹងឲ្យឈ្មោះថានឹងធ្វើយ៉ាងម៉េចឥឡូវឧទាហរណ៍បើនៅក្នុងវិស័យកងទ័ពទៀតបើយើងមានសង្គ្រាមផ្ទុះឡើងអាវុធយុទ្ធភ័ណ្ឌខ្លះมันអាចទៅប្រឆាំងនឹងការវាយលុករបស់គេបានប៉ុន្តែដាក់គោលដៅណែបើឯងកំតិចកំភ្លើងធំរបស់អ្នកធំបានមួយគ្រឿងអញឲ្យ$10000 $20000បើឯងបាញ់ឆេរក្រោះមួយអញឲ្យ$5000អញ្ចឹងមនុស្សទាំងអស់ការដាក់គោលដៅហ្នឹងនាំឲ្យគាត់ចាប់ផ្ដើមឈានទៅរកការលះបង់បានអញ្ចឹងការដាក់គោលដៅមានន័យថាការប្រកួតប្រជែងមួយបង្កើតបេសកកម្មមួយឲ្យមនុស្សនឹងឈានទៅដល់ចំណុចហ្នឹងយើងបើកអីក៏ដោយយើងចាប់ដើមលក់អីក៏ដោយកំណត់ថាត្រូវការលក់ឲ្យអស់100សេតក្នុងមួយថ្ងៃអញ្ចឹងបើលក់អត់បាន100សេតអត់ដល់ឈប់ទេ8ម៉ោងហ្នឹងណាអញ្ចឹងមនុស្សខំប្រឹងលក់ឲ្យធ្វើម៉េចឲ្យបានអស់ណាឲ្យបានអស់ដល់កម្រិតហ្នឹងអញ្ចឹងអ្វីដែលសំខាន់គ្រប់យ៉ាងយើងទៅគិតថាវិធីទាំងអស់ការដាក់គោលដៅគឺដាក់ឲ្យមនុស្សសម្រេចគោលដៅតាមរយៈសេវាកម្មរបស់ខ្លួនដោយលក់ផលិតផលឬក៏ដំណើរអ្វីមួយដែលយើងចង់បានណាដែលយើងចង់បាននឹងវិធីសាស្ត្រចឹងទី5វិធីសាស្ត្រមួយទៀតវិធីសាស្ត្រនៃការផ្ដល់សិទ្ធិវិធីសាស្ត្រនៃការផ្ដល់សិទ្ធិអំណាចទៅឲ្យក្រុមចឹងក្រុមដែលជោគជ័យបានក្រុមដែលអាចប្រតិបត្តិការងារប្រកបដោយប្រសិទ្ធភាពបានវាអាស្រ័យទៅលើកត្តាអីកត្តានៃការទទួលសិទ្ធិ
ពីថ្នាក់ដឹកនាំឲ្យសិទ្ធថានេះសិទ្ធnày aiធ្វើនេះយកភារកិច្ចហ្នឹងទៅធ្វើយកសិទ្ធហ្នឹងទៅធ្វើយើងចេះប៉ុណ្ណាក៏ដោយបើយើងធ្វើការនៅក្នុងក្រុមមួយយើងអត់មានសិទ្ធទេនៅពេលដែលអត់មានអំណាចក្នុងការផ្ដល់សិទ្ធអំណាចឲ្យយើងធ្វើចឹងវិធីសាស្ត្រនៃការផ្ដល់សិទ្ធអំណាចនេះអ្នកគ្រប់គ្រងត្រូវដល់សិទ្ធនៃការទទួលខុសត្រូវនិងការសម្រេចចិត្តទៅឲ្យថ្នាក់ក្រោមក្នុងការអនុវត្តបុគ្គលិកមានភាពម្ចាស់ការនិងការតាជំរុញនៅគេហៅថាភាពគុណភាពនៃការងារនិងវិធីសាស្ត្របុគ្គលិកដើម្បីក្លាយទៅជាអ្នកគ្រប់គ្រងដ៏ល្អសម្រាប់នាពេលអនាគតចឹងបានន័យថាសិទ្ធិអំណាចមានសារៈសំខាន់ណាស់អ្នកខ្លះយកសិទ្ធិអំណាចនេះឯងយកទៅប្រើប្រាស់ខុសផ្ដល់សិទ្ធិឲ្យធ្វើតែប៉ុណ្ណេះតែទៅធ្វើដល់ប៉ុណ្ណោះនេះគេខ្លាចជាងគេប៉ុណ្ណឹងសិទ្ធិអំណាចមិនហោះអីអំពីការឲ្យបាយឆ្កែស៊ីទេឆ្កែកាលណាយើងឲ្យបាយស៊ីយើងដកបាយវិញឆ្កែខំដៃហើយសិទ្ធិអំណាចកាលណាគេបង្កើតឲ្យក្រុមតែមួយធ្វើគេត្រូវមានវិធីសាស្ត្រដាក់ហើយដកមកវិញចឹងកាលមនុស្សកាលណាមានសិទ្ធិស្អីក៏មានអាចធ្វើការងារបានឧទាហរណ៍អង្គភាពមួយបញ្ចេញលិខិតបញ្ជាបេសកកម្មមួយអមជាមួយនឹងអត្តសញ្ញាណប័ណ្ណរបស់ខ្លួនមួយបានគឺដោយសារអីដើម្បីឲ្យមានសិទ្ធិចោះទៅយកព័ត៌មានដើម្បីឲ្យមានសិទ្ធិទៅយកការស្រាវជ្រាវព័ត៌មានចឹងទេក្នុងវិធីសាស្ត្រនៃការគ្រប់គ្រងនេះមាន5ហ្នឹងប្រើមួយណាក៏បានប្រើទាំងអស់ក៏បានណាបានន័យថាលក្ខណៈនៃរបៀបនៃការផ្លាស់ប្ដូរគ្រប់គ្រងប្រកបដោយគុណភាពមានវិធីសាស្ត្រ5 1វិធីសាស្ត្រគ្រប់គ្រងដោយមានការចូលរួម2វិធីសាស្ត្រជាក្រុម3វិធីសាស្ត្រប្រឡងបណ្ណាំងគ្នា4វិធីសាស្ត្រតម្រង់ទៅរកទិសដៅ5វិធីសាស្ត្រផ្ដល់សិទ្ធិអំណាចអញ្ចឹងយើងមានប៉ុណ្ណឹងហើយគ្រាន់តែបងប្អូនមានការចង់សិក្សាជារៀងរហូតមានសភៅនេះនៅក្នុងដៃហើយខ្ញុំបញ្យលមួយទៅហើយយើងនឹងអាចនឹងខ្លាយទៅជាការជោគជ័យបានណាអញ្ចឹងថ្ងៃនេះមានប៉ុណ្ណឹងហើយខ្ញុំពងនេះពងបាច់ញើសនេះដោយសារពេលហ្នឹងខ្ញុំពងម៉ាស្សាជើងនៅក្រោមដាក់ជើងណាដាក់ជើងណាអញ្ចឹងបងប្អូនអាចតែដឹងហើយថាការគ្រប់គ្រងដឹកនាំប្រកបដោយជោគជ័យយើងប្រើវិធីសាស្ត្រណាក៏បានឲ្យតែវិធីសាស្ត្រហ្នឹងប្រកបដោយមោទនភាពរបស់យើងហើយយើងមានការទទួលខុសត្រូវយើងអាចធ្វើឲ្យលទ្ធផលបានពេលខ្លះយើងអត់យល់ពីរបៀបធ្វើការងារដែលធ្វើឲ្យយើងមានការប្រឈមទៅនឹងបញ្ហាជាច្រើនដែលកំណត់នៅក្នុងលក្ខខណ្ឌមិនល្អដែលធ្វើឲ្យយើងមានការប្រឈមនឹងបញ្ហាចឹងអ្នកគ្រប់គ្រងទាំងឡាយត្រូវតែមានវិធីសាស្ត្រល្អដើម្បីជំរុញឲ្យការអនុវត្តរបស់យើងប្រកបដោយប្រសិទ្ធភាពណាពេលខ្លះយើងគិតថាយើងអត់មានលក្ខណៈពិសេសគ្រប់គ្រងយើងភ្លេចគិតថាគ្រប់គ្រងគឺជាមុខវិជ្ជាមួយដែលជួយជំនួយនៃគំនិតឲ្យយើងប្រើប្រាស់មនុស្សចំគោលដៅចំជំនាញចំផលប្រយោជន៍ណាអានឹងយើងតែចាំអញ្ចឹងមានប៉ុណ្ណឹងហើយសូមអរគុណហើយសូមជូនពរបវរមហាប្រសាកើតមានចំពោះបងប្អូនកូនក្មួយទាំងអស់ឲ្យជួបតែសេចក្តីសុខសេមខ្សានតរៀងទៅសូមអរគុណ